終点へ向かう準備はいい？បើសិនជាអាចធ្វើការប្រមូលនៅខាងពលរបស់ខ្លួនឯងមកគ្រប់ហើយតើអ្នកដទៃនឹងអាចមើលឃើញទៅកាន់ខ្លួនរបស់អេមិតហ្នឹងបានឬមិនចឹងនៅកន្លែងនេះអេមិតឆ្លើយមកវិញថាអត់ប្រកាសចិត្តដូចគ្នាដោយសារតែអត់ដែលធ្លាប់គិតរឿងមួយហ្នឹងពីមុនហើយកន្លែងនេះរងនិយាយត្រឡប់ទៅវិញថាបើសិនជាបាត់នឹងកាត់នេះតើអេមិតហ្នឹងមានរឿងអីដែលចង់ធ្វើទៅនេះចឹងនៅកន្លែងនេះអេមិតនិយាយថានៅពេលហ្នឹងខ្លួនគឺអត់ទាន់បាននឹកដែរប៉ុន្តែបើសិនជារបបដែលរូបនាងចង់ធ្វើនេះគឺចង់ទៅធ្វើការដើរលេងឬមួយក៏ដើរនៅជុំវិញស្ថាប័ន Star Thought ហើយបើសិនជាមកដល់ពេលហ្នឹងគឺអេមិតហ្នឹងគឺចង់ទៅជាមួយយើងឬមួយក៏រវើនឹងឯងほら見て、今は眠ってる。見て。ចឹងកន្លែងអេមិតនិយាយថាបើសិនជាអាចធ្វើការតាមរោគនៅផ្នែកផ្សេងៗរបស់ខ្លួនត្រឡប់មកវិញបានហ្នឹងបានន័យថាថាមពលរបស់ខ្លួនហ្នឹងគឺអាចប្រហែលជាគឺអាចធ្វើការតបតទៅកាន់ស៊ីគីឡាំបានさあ出発しましょう。ロードムービーのエンディングへ向かって。次々と障害物を作り出し、私の行く手を阻む気です。まずはここから出る道を探そう。シギルム、ドライブのコアだけじゃなくて私の周波数とエイモスのパイロット権限も狙ってるのね。一体何を企んでるの？
ゲルム行こう通り消してあげる強制起動はやっぱり無茶だったわ私がいる限りそうはさせないエイメスはエクソストライダーを完全には制御できてない早く助けに行こう内部に引きずり込んで完全に仕留めるわエイメス、大丈夫？ええ、ここはエクソストライダーの内部よ。つまり私のホームグラウンドってこと。កន្លែងនេះគឺខ្ញុំដូចជាសង្ស័យថាអ្នកដែលបើកទៅកាន់ Sekolah ដូចជា Robert ដោយសារតែវានិយាយពីតកោ Home រហូតបើមិនជាលើវិញអាចនឹងជាអីហ្នឹងប៉ុន្តែបើយើងនិយាយពីសាច់រឿងទៅដូចជាមានភាគរយថាជា Robert ច្រើនជាងដូចជាអ្នកអត់ចង់ឲ្យ Sekolah ទៅជួបជាមួយ Robertโอ้โหโอ้ What the fuck โอ้ no ว้าว
นี่จากประกายเอพิกนะกันเพื่อระเกิดคือเชียจำลองจรวดและเคเวนติมันจบโอ้โหอะไรอยู่ตัวเองวอตโอ้โหวอตไอ้ฟอนโอ้กำลังมือเดบงโดยเจข้ามมาหากลุ่มกับบอสในขนมยืดเดินฟังโอ้พอได้ฟังไม่ดูดกำลังปีอยู่วงการเลยไปเดินโอ้มาวัดฮะโอ้โหคือโดยจะไปยังกัดเหมือนคือโรเบิร์ตเหมือนวอดเดอร์ฟักคือมันเป็นภาษาจะตามเอาไว้ได้ยังกัดคือยังกัดหาเอเมดประธานนี้คือผู้ประกาศมันเด็กกำลังจะไปจะโจมมาขนมอะไรแต่การระบาดเอเมด内部空間と絡み合ったのかな。Isn't it so incredible? We're here sharing the same time and space. In your eyes, the stars look like thousands of bright stars. I've gazed at for thousands of times. You build a world of miracles, some mundane but precious. A stream of shimmering daily moments return way to my soul. Stop me from drifting in my feet. That solid ground is dead, so I sing together. Every light I'm giving all goes back to you, goes back to you. 私はエイメス、学園のスターにして的確者、そして救世主。私を見つけないで。エクソストライダーに乗るとか乗らないとか、本当はどうでもいい。
でもそれで漂白者の重荷を分かち合ってあの人の負担を少しでも軽くできるなら。世界を救うなんて全部が重すぎるカセネ。ダメ、あの人に知られたらいけない。この秘密だけは守り抜いて真実を闇に葬ってみせる。行こう。どうして。苦しい。どうすれば。行こう。もう私は帰れない。កន្លែងរូបស្ទើរតែកាន់អេមិតនេះថាឬមួយក៏អេមិតនេះកំពុងតែខ្សែយ៉ាងអី私に言ってるの？だってដោយសារតែខ្ញុំទើបតែគិតរឿងដែលគួរឲ្យអស់សំណើចទើបបានជាវាទុកសំណើចមិនបានយ៉ាងណាក៏មិនស្ទើរហើយអញ្ចឹងខ្ញុំនឹងធ្វើការសារនិយាយរឿងរ៉ាវរូបទាំងអស់ហ្នឹងឲ្យស្ដាប់ល្អទេដោយការផ្ដាំឡើងនេះគឺមានឆ្មាខ្មៅមួយដែលវាត្រូវបានគេមើលមកកាន់ថាគឺជាអ្នកការពារឬមួយក៏អារសាទៅកាន់ពិភពលោកដែលវាគឺចាប់ផ្ដើមពីការធ្វើដំណើរទៅកាន់ទីកន្លែងដ៏សែនឆ្ងាយហើយបានជាឆ្មាម្នាក់ត្រូវបានគេមើលថាជាអ្នកការពារទៅកាន់ពិភពលោកមួយហ្នឹងក៏ដោយសារតែអ្នកនៅជុំវិញខ្លួនរបស់ឆ្មាមួយហ្នឹងគឺបានធ្វើការលើកដំកើងឬមួយក៏ធ្វើការចែកបែបនេះហើយចឹងមកតែបានជាឆ្មាខ្លួនឯងហ្នឹងគឺបានជាម្ដងលើរឿងនេះនៅក្នុងវងពេលដែលវាបានបើកភ្នែកមកឃើញពិភពមួយហ្នឹងវាក៏បានដឹងថាខ្លួនរបស់វាហ្នឹងគឺកំពុងតែស្ថិតនៅក្នុងក្រដាសឡើងតូចមួយនៅក្នុងប្រអប់ឡើងដែលតូចដល់ថ្នាក់ហ្នឹងវាបែរជាមានភាវៈមានជីវិតដែលតូចជាច្រើនវាស្នាក់អាស្រ័យនៅក្នុងឬមួយក៏រស់នៅក្នុងនេះជាច្រើនឆ្មាក្នុងដែលឃើញបែបហ្នឹងវាក៏មានការវាក៏មានការផ្ចាក់ឬមួយក៏រាល់អ្វីដែលខ្លួនត្រូវធ្វើហ្នឹង
គឺត្រូវតែធ្វើការប្រយ័ត្នគ្រប់ជំហានដោយពិបាករស់ទូទៅទាំងអស់ហ្នឹងដែលបានរស់នៅក្នុងក្រដឡើងដល់ទៅហ្នឹងទោះបីជាវាជាទីកន្លែងមួយដែលចង្អៀតដល់ថ្នាក់នឹងក៏ដោយប៉ុន្តែវាបានជាពោពេញទៅដោយភាពទុក្ខសោកគ្រោះមហន្តរាយរួមទាំងភាពទុក្ខព្រួយជាច្រើនដោយពួកវាទាំងអស់ហ្នឹងក៏បានធ្វើការនិយាយជាមួយនឹងឆ្មាមួយទៀតថាឲ្យធ្វើការជួយទៅកាន់ពួកគេហើយឆ្មាខ្មៅហ្នឹងក៏បានធ្វើការឆ្លើយយល់ព្រមភ្លាមក៏ប៉ុន្តែតាមពិតតឲ្យពួកទាំងអស់ហ្នឹងមិនធ្វើការសុំទៅកាន់ឆ្មាមួយហ្នឹងវាក៏នៅតែជួយដែរដោយសារតែឆ្មាមនុស្សគឺជាមរតកថាខ្លួនឯងហ្នឹងគឺមានទូនាទីមួយក៏ជាអ្នកដែរត្រូវតែការពារទៅកាន់ពិភពមួយនេះដោយសារតែអញ្ចឹងហើយបានជាឆ្មាមនុស្សក៏បានធ្វើការចាប់កាន់ដៃរបស់ខ្លួនឯងធ្វើការប្រយុទ្ធដោយមិនឈប់ឈរតាមទាំងវានឹងក៏បានធ្វើការចេញធ្វើដំណើរទៅយ៉ាងសស្រាក់សស្រាំហើយឆ្មាខ្មៅវិញក៏បានការពារទៅកាន់ពិភពលោកមួយនេះដោយមិនឥតឈប់ឈរប៉ុន្តែចុងក្រោយបែរជាដឹងថានៅក្នុងប្រអប់ក្រដាសដ៏តូចមួយហ្នឹងគឺវាត្រូវបានបិទបាត់ទៅហើយនៅពេលដែលបានស្ដាប់ហើយតើអ្នកគិតថាវាកំប្លែងឬវាក៏ចឹងកន្លែងនេះគឺមានចម្លើយពីរហ្នឹងទី1គឺលោវឆ្លើយថាវាគួរឲ្យអស់សំណើចឬអាចចម្លើយទី2នេះគឺបានន័យថាវាអត់កំប្លែងសូម្បីតែបន្តិចដោយនេះក៏បាននិយាយថាគ្រាន់តែលោកនាងគិតថាគ្រប់គ្នាហ្នឹងគឺគិតចំពោះវាថាគ្រាន់តែជាឆ្មាមួយក្បាលហ្នឹងត្រឹមហ្នឹងឬមួយក៏គ្រាន់តែប៉ុណ្្នឹងវាក៏អស់សំណើចបាត់ទៅហើយក៏ប៉ុន្តែបើជានៅក្នុងរឿងរ៉ាវដែលវាគួរឲ្យអស់សំណើចបែបហ្នឹងគ្រប់គ្នាបើជាមានក្តីសុខគ្រប់គ្នាតែវិញដោយគ្រប់គ្នាដែលពឹងផ្អែកទៅលើឆ្មាមួយហ្នឹងគ្រប់គ្នាបើជាស្អប់ទៅកាន់វាក៏ប៉ុន្តែបើជាពួកគេហ្នឹងគឺទទួលបាននៅអ្វីដែលខ្លួនឯងចង់បានមកទាំងអស់ប៉ុន្តែបើសិនជាបាត់ហ្នឹងតើឆ្មាខ្មៅហ្នឹងវានឹងទៅធ្វើយ៉ាងណាដោយកន្លងមកគឺគ្មានអ្នកណាដឹងថាតាមពិតទៅឆ្មាខ្មៅហ្នឹងវាគ្រាន់តែចង់ធ្វើការត្រឡប់ទៅកាន់ផ្ទះរបស់វាវិញប៉ុន្តែគេបើជាធ្វើការបាត់នៅក្រដាសដល់ឡើងវិញនៅជាផ្ទះកំណើតរបស់ឆ្មាមួយនេះរួចអ្នកដែលបានធ្វើការចាប់ឆ្មាមួយនេះដាក់ចូលនៅក្នុងប្រអប់មួយនោះដោយជាមិនទទួលស្គាល់ឬមួយក៏មិនព្រមទទួលយកនៅអ្វីដែរឆ្មាខ្មៅមួយនេះធ្វើការបោះបង់នៅរឿងទាំងអស់នេះសូម្បីតែឆ្មាមួយនេះវាក៏ភ្លេចនៅរឿងរ៉ាវទាំងអស់នេះទៅហើយបើតើអ្វីដែលខ្ញុំមកធ្វើការចេញមកអ្នកមកគិតថាវាជារឿងមួយដែលកំប្លែងទៅ行こうដល់យើងខ្ញុំនៅពេលនេះកំពុងតែពិបាកចិត្តខ្លាំងណាស់ហើយខ្ញុំបានធ្វើការចំណាយពេលក្នុងការគិតទៅកាន់រឿងមួយនេះរហូតមកក៏តែបើជាមិនអាចធ្វើការរកចំណុចរបស់វាមកបានបើសិនជាអ្នកចូលមកដល់ទីនេះហើយអ្នកនេះគឺស្ដាប់ទៅលើដូវហ្នឹងគឺខ្ញុំនេះគឺចង់ស្ដាប់នៅចំណុចពីខ្លួនរបស់ដូវហ្នឹងដោយអេមិតបានធ្វើការនិយាយថាគាត់ដែលនៅក្នុងរូបថតហ្នឹងគឺជាគ្រួសាររបស់ខ្ញុំដោយពាក្យថាគ្រួសារនេះគឺស្ដាប់ទៅលើការនិយាយថាឬមួយក៏បារម្ភពីគ្នាទៅវិញទៅមកដូច្នេះខ្ញុំក៏ចង់ធ្វើអ្វីយ៉ាងឲ្យទៅកាន់អ្នកនេះ
ឲ្យតែគាត់មានលើទោះបីជាគាត់មិនបានធ្វើការជ័យទេប៉ុន្តែខ្ញុំក៏មើលប៉ុន្តែខ្ញុំក៏មើលដឹងថានៅក្នុងចិត្តឬមួយក៏នៅក្នុងការគិតរបស់គាត់នេះគឺមានរឿងរ៉ាវនៅក្នុងចិត្តជាច្រើនដែលកន្លងមកបានធ្វើឲ្យគាត់នឹងគឺចាប់ផ្ដើមមានរឿងរ៉ាវដែលត្រូវគិតច្រើនហើយក៏ខ្លាំងទៅជាមនុស្សម្នាក់ដែលនិយាយគិតទៅតែមួយយ៉ាងនេះគឺខ្ញុំបានជួបជាមួយនឹង Oliver ម្ដងទៀតប៉ុន្តែខ្ញុំនឹងគឺមានអារម្មណ៍ថាគាត់គឺបានប្រើប្រាស់រឿងមួយក៏ប្រើជីវិតរបស់គាត់នេះគឺរស់នៅបានhappy ជាងមុនរំលឹករបស់ជីងជូការរបស់ Black Shaw វីដេអូរបស់ Tina Seta ដោយគាត់អ្នកនឹងបានធ្វើការនិយាយនៅរឿងនេះនៃការធ្វើដំណើរសារជាថ្មីមួយនឹងឲ្យមកខ្ញុំបានស្ដាប់នៅពេលដែលខ្ញុំបានស្ដាប់នៅរឿងរ៉ាវទាំងអស់នេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយចំនួនគាត់ខ្លាំងមែនទែនតាមពិតការបាត់បង់នៃការចងចាំវាល្អបែបនេះសោះគ្រាន់តែចាំអ្វីបានក៏មិនចាំបាច់ត្រូវជឿចាប់បន្តទៀតដូច្នេះខ្ញុំក៏បានគិតថានឹងមិនធ្វើការនិយាយអ្វីដែលខ្លួនបានឃើញនៅក្នុងវិមានបន្លំភ្នែកហ្នឹងឲ្យតែកាន់គាត់ឲ្យបានដឹងគឺល្អជាងដោយកាលមុនគាត់នៅនឹងគឺតែងតែគិតទៅដល់គិតទៅដល់ភូមិកណ្ដាលរបស់ខ្លួនដែលជាប្រចាំប៉ុន្តែបន្ទាប់ពីនេះគឺគាត់មិនបានចាំនៅរឿងរ៉ាវទាំងអស់នេះហើយក៏មិនចាំបាច់ត្រូវនឹកទៅដល់រឿងដែលជាចាប់ដែលកន្លងមកបន្តទៅទៀតបើសិនជាការដែលមិនបានដឹងអ្វីសោះវានឹងធ្វើឲ្យគាត់មានក្តីសោកដល់ថ្នាក់នេះហើយចាំបាច់ខ្ញុំនឹងយករឿងទាំងអស់នេះប្រាប់ទៅដើម្បីអ្វីក៏មិនតែពេលខ្លះមនុស្សយើងក៏ត្រូវតែទទួលស្គាល់នឹងការពិតមួយទៀតគឺត្រឹមត្រូវនេះគឺគ្រាន់តែមានសេចក្តីសុខទៅគឺវាគ្រប់គ្រាន់ណាស់ទៅហើយខ្ញុំក៏គិតបែបនេះដូចគ្នាក្តីសុខនេះវាគឺជារបស់ដែលមានតម្លៃស័ក្តិសមនឹងការថែរក្សាទុកវាឲ្យបានល្អកន្លងមកខ្ញុំចង់ការពារទៅកាន់លោកវិញជីវិតមួយនេះត្រូវតែមានក្តីសង្ឃឹមខ្ញុំគឺចង់ឲ្យគាត់នឹងគឺមានក្តីសុខបែបនេះរហូតទៅស៊ីកូរ៉ាវាហ៊ាននិយាយច្រើនពេកហ្នឹងវាតែងតែចាំធ្វើការស្រូបយកទៅរកសម្លេងរបស់ Robert ដើម្បីធ្វើការបំពេញឲ្យខ្លួនឯងដោយជាធ្វើការនិយាយទៅចេញមកដែលមិនគួរធ្វើការនិយាយឬមួយក៏ធ្វើការនិយាយអ្វីដែលធ្វើការបំផ្លាញទៅការក្តីសុខរបស់គាត់អ្នកនឹងត្រូវតែកម្ចាត់វាចោលមុននឹងវាធ្វើការនិយាយលើការពិតទាំងអស់នេះចេញខ្ញុំគឺជាអ្នកដែលធ្វើឲ្យវាកើតមកនៅលើភពផានអេមីនេះដូច្នេះហើយគឺខ្ញុំគឺមានទូនាទីក្នុងការកម្ចាត់ឬមួយក៏បញ្ចប់រឿងមួយនេះដោយខ្លួនឯងចុងក្រោយហើយអ្វីដែលបានធ្វើនេះវាក៏មិនបានមានប្រយោជន៍ទេច្រើននោះទេសូម្បីតែការការពារទៅកាន់ពិភពលោកនេះវាក៏ដូចគ្នាប៉ុន្តែក៏ត្រូវតែជឿនៅអ្វីដែលខ្លួនឯងកំពុងតែធ្វើវាគឺជាគោលដៅទើបអាចធ្វើការឈានជើងទៅមុខបន្តទៀតបានដូច្នេះហើយអានឹងបានឲ្យអ៊ីមិតក៏ប្រាប់មករហូតដល់តែគុំមកធ្វើការរបបជាមួយរឿងមួយនេះ
ありがとうエイ អរ ム គុណហើយអេមិតដែលចង់ឲ្យខ្ញុំមានក្តីសុខ 私 ណាស់ の នេះ 幸 ប៉ុ せ ន្តែត្រឹមតែអ្វីដែលធ្វើនៅពេលប ちゃ ច្ចុ ん ប្បន្ន と នេះ 届いてるよ វាក៏គ្រប់គ្រាន់ណាស់ទៅហើយ もう大丈夫全 ជួយ 部 ធ្វើការ 話して ប្រាប់រឿងគ្រប់យ៉ាងដែលបានដឹងទៅប្រមាណ どん នេះ な真実 មក だ ខ្ញុំបាន って ដឹង 言って ទោះបីជាវាគឺជាការពិតឬមួយក៏អ្វីក៏ដោយខ្ញុំគួរតែជាអ្នកធ្វើការប្រឈមមុខជាមួយនឹងវាដោយខ្លួនឯង 一人で抱え込んできて ការបៀនទុកបញ្ហាតែម្នាក់ឯងបែបនេះគឺពិតជាទុកសោកណាស់ត្រូវមែនទេ 本当に知りたい កា の របងចង់ដឹងពិតមែនទេ 何も តើឲ្យដឹងហើយក៏មិនអាចធ្វើការកែប្រែអ្វី あなたを បានស្រាប់តែហើយ 鎖で縛り付 ក៏ け មាន て តែធ្វើឲ្យបងនោះនៅតែទទួលរងនឹងការជឿចាប់ប្រាប់នឹងលើកដើមជាមុនទៅទៀត 重み អ្វីដែលសំខាន់នោះវាតែតែមានទង្កន់បាត់ 価 នឹងហើ 値 យ でもある分かったわ一緒に暮らしてた នៅ 時 ពេលដែលពួកយើងនៅជាមួយគ្នា あなたは言っ គឺ បងឆ្លោះធ្វើការប្រាប់មកកាន់ខ្ញុំថា 使命を受けて បងនេះគឺមកពី ある遠い場所から មកពីដែនដីដ៏សែនឆ្ងាយ やってきたと ហើយការដែលធ្វើដំណើរមកកាន់ 既存 そうなん の ですね 研究では ក៏ដើម្បីធ្វើភារកិច្ចអ្វីម្យ៉ាង 採取は គឺកិច្ចការស្រាវជ្រាវដែលមាននៅក្នុងបច្ចុប្បន្ននេះ Exo Strider ហើយនឹង Sentinel គឺមានដើមកំណត់កើតចេញមកពី technology ដូចគ្នាដោយទាំងពីរនេះគឺមកពីអរិយធម៌ដូចគ្នាដោយខ្ញុំនេះគឺបានសន្មតថាដែនដីដ៏សែនឆ្ងាយដែលបានធ្វើការនិយាយទៅដល់វាគឺជាកន្លែងតែមួយនឹងពួកទាំងអស់ហ្នឹងក៏ប៉ុន្តែបងមិនដល់ធ្វើការនិយាយរឿងមួយនេះនៅចំពោះមុខរបស់ខ្ញុំដូចមួយក៏អ្នកដទៃតទៅសោះទោះបានជាខ្ញុំនេះក៏បានធ្វើការរើថាខ្ញុំធ្វើការបិទមាត់ហើយធ្វើការលាក់បាំងលើរឿងមួយហ្នឹងនៅក្នុងការចងចាំរហូតដល់ខ្ញុំបានស្លាប់ខ្លាំងទៅជាខ្មោច digital ហើយក៏អាចមានសិទ្ធិក្នុងការចូលមកក្នុងវាមីដែល Exo Strider ដែរដោយនៅពេលដែលខ្ញុំបានធ្វើការដែរនៅការ៉ុងកំទេចកំទីសំណាងបាត់ដែរដែលវាខូចខាតចេញពីធនធានតែបានធ្វើការស្រូបយកវាចូលទៅដែលបានធ្វើការស្រូបនៃរបស់ទាំងអស់នឹងចូលទៅនៅពេលនោះខ្ញុំក៏បានចែកដងបានជួបជាមួយនឹងរលកសម្លេងរបស់អ្នកនៅក្នុងនោះដោយវាត្រូវបានវិនិច្ឆ័យនៃពេលវេលាធ្វើការស្រូបយកតាំងតែពីពេលណាក៏មិនដឹងសូម្បីតែខ្ញុំខ្លួនឯងក៏មិនដឹងដូចនេះក៏មិនដឹងដល់ពេលនេះគឺខ្ញុំមិនបានជួបទៅកាន់បងមួយយូរហើយតែបានជាធ្វើឲ្យខ្ញុំនេះគឺមានភាពកក់ក្ដៅនៅពេលដែលបាននឹកទៅដល់ខ្លួនរបស់បងតែខ្ញុំក៏បានធ្វើការយកវាមកជាមួយដោយវាគឺមានកសាតាមពេលវិញយ៉ាងបានធ្វើការចងភ្ជាប់ព្រោះវារលកទាំងពីរនោះដែលបានធ្វើការហើយនាំផ្លូវរបស់ខ្ញុំនៅជួបជាមួយនឹង Exo Strider នៅក្នុងចំណុចដើមនៃវិមាត្រដែលមានការចងជាប់គ្នាជាច្រើនជាន់តែបានជាពេលនេះខ្ញុំក៏បានដឹងថា Exo Strider នេះគឺមានដើម្បីធ្វើការបញ្ជូនជាដូនលៀនទៅកន្លែងផ្សេងៗដើម្បីធ្វើការបញ្ជូនថេរយន្តចូលទៅក្នុងសាលានេះ Exo Strider ហើយត្រូវតែធ្វើដំណើរនៅក្នុងដែនដួងតារាចក្ររហូតដល់វែងឆ្ងាយប៉ុន្តែនៅពេលដែលបានធ្វើការលោតចូលទៅក្នុងវិមាត្រដែលនៅនេះថេរយន្តអាឡេវុនក៏បានចែកដំណៀកទៅឃើញដោយថេរយន្តមួយគឺមានសភាពដែលស្រែកឃ្លានមនុស្សសូម្បីតែវាធ្វើការលេបត្ររបស់ទៅកាន់ដួងតារាចក្រទៅហើយក៏មិនអាចធ្វើការបញ្ចុះលើសេចក្តីស្រែកឃ្លានរបស់វាទៅបានទើបបានជាខ្ញុំក៏បានធ្វើការតាមនៅរលកសម្លេងរបស់វាទៅរហូតក៏បានជួបជាមួយនឹងគឺវគ្គមានជីវិតដែលត្រូវបានថេរយន្តធ្វើការស្រូបយកទៅបាត់ទៅហើយដោយអ្វីដែលវាត្រូវបានស្រូបទៅនោះដែលមានលក្ខណៈការ៉ូ technology នោះគឺមានលក្ខណៈដែលស្តៀងគ្នាជាមួយនឹង Exo Strider វាគឺជាជីវិតមានជីវិតដែលនៅខ្ពស់ជាងអ្វីដែលការចូលរបស់អេមិតទើបបានជាអេមិតនៅពេលនេះក៏បានធ្វើការវិនិច្ឆ័យថាការធ្វើការរបស់វានេះគឺប្រៀបដូចជាការរំលោភដែលប្រើសម្រាប់ធ្វើការតាក់ទងដែលត្រូវបានខូចខាតហើយនៅខាងក្នុងកំទេចកំទីមួយនោះអេមិតក៏បានជួបជាមួយនឹងរលកសម្លេងរលកសម្លេងដែលតាក់ទងជាមួយនឹងខ្លួនរបស់លោកនៅពេលនេះខ្ញុំក៏បានជួបជាមួយនឹងរលកសម្លេងដែលខ្លួនរបស់លោកបានធ្វើការបញ្ជូនវាទៅកាន់ស្រុកកំណើតរបស់ខ្លួនទើបបានជាអេមិតក៏បានយល់ថាអ្វីដែលលោកចង់បាននោះគឺខ្លួនរបស់អេមិតគឺដឹងអំពីសេចក្តីប្រាថ្នាដែលនៅខ្ពស់ជាងភារកិច្ចដែលលោកកំពុងតែធ្វើដោយខាងលោកគឺត្រូវបានប្រាប់ថាគឺចង់ធ្វើការត្រឡប់ទៅកាន់ទីនេះម្ដងទៀតត្រឹមតែម្ដងក៏វាអត់ចដែរព្រោះនៅពេលនេះអេមិតក៏បានឃើញថាវាមានការបដិសេធ
ទៅលើសារដែលខាងលោកបានធ្វើការបញ្ជូនទៅដោយសារតែពួកគេទាំងអស់នេះគឺចាត់ទុកថាសារដែលខាងលោកបញ្ជូនទៅនេះវាអត់ប្រយោជន៍ដែលពួកគេទាំងអស់នេះបានធ្វើការកាប់ផ្តាច់នេះតំណែងរបស់លោកទៅដែលមានខ្វល់ទៅលើសេចក្តីប្រាថ្នាដែលនៅក្នុងជាភារកិច្ចរបស់ខ្លួនរបស់លោកខ្លួនឯងដោយពួកគេទាំងអស់នេះគឺបានធ្វើឲ្យលោកគឺត្រូវតែតរហូតមកដល់ពេលតែដែលខ្លួនរបស់លោកគឺជាអ្នកដែលទទួលនៅភារកិច្ចឬមួយក៏បោះដូរនៅគ្រប់យ៉ាងដើម្បីឲ្យពួកគេទាំងអស់នេះអាចធ្វើការឆ្លងដួងតារាចាក់មកបានបិទបាំងជាពួកទាំងអស់នេះវាហ៊ានតែពួកវាទាំងអស់នេះមានសិទ្ធិអ្វីនៅពេលនេះខ្ញុំពិតជាមានអារម្មណ៍ថាជឿចាប់ខ្លាំងណាស់តែខ្ញុំមិនដឹងថាតើធ្វើការជួយទៅកាន់បោះយ៉ាងនេះមិនដឹងថាគួរតែធ្វើការប្រាប់ការពិតទាំងអស់នេះទៅល្អឬអត់តែក៏មិនដឹងថានៅពេលដែលធ្វើការប្រាប់ទៅហើយឬមួយក៏ជាជាងឈ្មោះទៅកាន់អនាគតបែបណានោះទេនៅក្នុងពេលជាមួយគ្នាទៅឯងដែលរលកសម្លេងដែលតើទៅជាមួយនឹងខ្លួនរបស់រូវេនឹងដែលត្រូវបានខ្លួនរបស់អេមីធ្វើការរក្សាទុកនេះវាក៏ត្រូវបានពិនិត្យនៅពេលវេលាធ្វើការកាត់ច្រាស់ហើយធ្វើការទាញយកចេញពីថាពលរបស់ខ្លួនរបស់អេមីហើយសុគលវាក៏បានធ្វើការកកាត់ឡើងដោយសកម្មភាពការចេញពីអារម្មណ៍អវិជ្ជមានរបស់អេមីដែលរកនាងតាំងតែគិតជំនួសទៅកាន់ខ្លួនរបស់រូវេ私の心から生まれたものあなたの境遇を思う不安や想像 ដោយនៅពេលដំបូងគឺវាមានត្រឹមតែសន្តិសម្បញ្ញញ្ញដែលចង់ធ្វើការត្រឡប់ទៅកាន់តែកំណត់របស់ខ្លួនឯងតែប៉ុណ្ណោះទៅបានជាសិទ្ធិគាត់វាក៏បានធ្វើការតាមបរិបទទៅកាន់លលោកថាពលរបស់លោកដើម្បីធ្វើការបំពេញហើយនេះជាធ្វើការលួចយកសិទ្ធិនៃការគ្រប់គ្រងទៅកាន់ EXO Strider ពីខ្លួនរបស់អេមីទៅចាញ់បានសេចក្តីថាវាគឺចង់ធ្វើការបើកប្រៅទៅកាន់ EXO Strider ដើម្បីធ្វើការឆ្លងចូលទៅក្នុង Strider ក្នុងការត្រឡប់ទៅកាន់តែកំណត់ដោយកន្លែងអេមីបានធ្វើការនិយាយថានៅពេលដែលវាបានធ្វើការសរុបយកនៅលើលោកខាងពលរបស់លោកទៅនេះវាក៏បានធ្វើការវាក៏ស្រាប់ថាអាចធ្វើការនិយាយនៅភាសារបស់មកបានកាន់តែច្រើនទៅដោយខ្លួនរបស់អេមីគឺមិនចង់ឲ្យខ្លួនរបស់លោកគឺនឹងតែបានជាលោកនេះគឺគិតថានឹងចង់ធ្វើការកម្ចាត់ទៅកាន់ហើយវានេះមុននឹងរូបដឹងនៅរឿងរ៉ាវទាំងអស់នេះហើយអេមីក៏បានសុំទៅកាន់រូបដែលបាននិយាយការប៉ះទាំងអស់នេះអេមីខ្ញុំសប្បាយចិត្តដែលព្រមប្រាប់នៅរឿងរ៉ាវទាំងអស់នេះមកឲ្យខ្ញុំបានដឹងដល់ពេលដែលបានដឹងនៅរឿងរ៉ាវទាំងអស់នេះហើយក៏ត្រូវតែទទួលស្គាល់ថាខ្ញុំខ្លួនឯងក៏មានអារម្មណ៍ថាខ្វល់ខ្វាយក្នុងចិត្តដូចខ្ញុំនៅពេលនេះខ្ញុំក៏ត្រូវតែប្រាប់ពេលក្នុងការគិតថាតើតើនេះនឹងធ្វើអ្វីទៅបន្តបានទៅពេលដែលបានលើកពាក្យថាផ្ទះកំណើតនោះសារៈខ្ញុំទៅពេលនេះក៏មិនដឹងចេះត្រូវអធិប្បាយពីអារម្មណ៍របស់ខ្លួនឯងទៅយ៉ាងណាតែតើអេមីមិនចាំបាច់ខ្លាចទេការធ្វើដំណើរសារជាថ្មីមួយនេះវានឹងធ្វើឲ្យសេចក្តីប្រាថ្នាដែលខ្ញុំបានទទួលបានដែលកើតចេញពីពេលវេលាដែលបាត់បង់នៃការចងចាំរបស់ខ្ញុំដែលបានបាត់ទៅនោះការពីពិភពលោកសូមផ្លាស់បែបនេះទៅចុះខ្ញុំក៏មិនដែលត្រឡប់មើលមកកាន់វាទេវាគឺជាការជួយទៅកាន់នរណាម្នាក់នោះទេប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ថាខ្ញុំខ្លួនឯងគ្រាន់តែមានការរួមចំណែកជួយទៅកាន់មនុស្សនេះរួមទាំងអរិយធម៌ផ្សេងៗដែលប្រជាជននៅក្នុងចិនជូគេធ្វើការរួមកម្លាំងគ្នាក្នុងការការពារទៅកាន់ប្រទេសរបស់ខ្លួនឯងរីឯអង្គការដឹកជោក៏ធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងរីឯប្រជាជនឬអ្នកសិទ្ធិក៏អាចធ្វើការយកឈ្នះទៅកាន់គ្រោះមហន្តរាយដែលកើតចេញពីធានអូឌីនដោយខ្លួនរបស់ពួកគេទៅបានរីឯប្រជាជន100ក៏តែងរងចាំនៅទៅកាន់ដួងតារាចាស់ដែលខ្ញុំមិនមែនជាហ៊ីរ៉ូដែលធ្លាក់មកពីលើនេះហើយក៏គ្មានអ្នកបានចូលជាមួយហ៊ីរ៉ូដោយគ្រាន់តែដេកចាំក្នុងការបួងសួងតែដោយកន្លងពេលដែលធ្វើដំណើរមកនេះដោយវាលើសពីសមត្ថភាពដែលខ្ញុំអាចធ្វើបានដូចទាំងការបាត់បង់ហើយនិងការលះបង់ដែលមិនអាចយកវាត្រឡប់មកវិញបានតែមិនថាខ្ញុំក៏នៅតែសប្បាយចិត្តដែលបានធ្វើនៅរឿងទាំងអស់នេះទោះបីជាការការពារទៅកាន់ពិភពលោកវាគឺជាភារកិច្ចដែលខាងភពកំណត់ធ្វើការផ្ដល់មកឲ្យខ្ញុំធ្វើឬមួយក៏អត់ដូចឬមួយក៏ពួកគេទាំងអស់មានអារម្មណ៍កតិយ៉ាងម៉េចចំពោះខ្ញុំនៅពេលប៉ុន្តែពេលនេះខ្ញុំក៏មិនអាចយករឿងទាំងអស់នេះមកធ្វើការគិតក្នុងចិត្តប៉ុន្តែនៅពេលនេះវាមានរឿងដ៏សំខាន់ជាងនេះទេ
ដែលខ្ញុំត្រូវតែធ្វើនេះតែការចងចាំទាំងអស់នោះវាត្រូវបានបត់ទៅខ្ញុំក៏ប្រហែលជានៅតែធ្វើការជ្រើសរើសក្នុងការធ្វើបែបហ្នឹងទៅដែរដោយសារតែខ្ញុំជឿថាអ្វីដែលខ្ញុំបានធ្វើនោះគឺវាកើតពីសតិសម្បជញ្ញៈរបស់ខ្ញុំខ្លួនឯងដោយសារតែខ្ញុំមិនអាចធ្វើការអោបដៃឆ្លងទៅកាន់គ្រោះមហន្តរាយដែលបានកើតឡើងនៅក្នុងសរទេសមានហើយការដែលធ្វើនឹងដោយសារតែខ្ញុំគឺផ្ដោតលើភាពសំខាន់ចំពោះពិភពនេះប៉ុន្តែខ្ញុំគឺខ្លាចថាបងស្រីនឹងមានភាពឯកាខ្ញុំនៅពេលនេះមិនឯកានោះទេដោយសារតែមានគ្រប់នេះដោយសារតែខ្ញុំមានគ្រប់នេះហើយនឹងអីមិនដឹង と一緒にいたいこれからも過去を乗り越えて一緒に明日へបានចឹងគឺបានសេចក្តីថានេះគឺជាអ្វីដែលឯងបានរើតើវាសមនឹងតម្លៃដែលធ្វើទេខ្ញុំនឹងជាអ្នកធ្វើការឬយកភ្លើងដាក់ដើរដោយខ្លួនឯងខ្ញុំនៅពេលនេះគឺដឹងថាខ្លួនឯងនឹងធ្វើដំណើរទៅកន្លែងណានឹងចាំបាច់ត្រូវធ្វើការដិតដាំជាមួយនឹងផ្លូវដែលខ្លួនបានធ្វើការឆ្លងផុតកន្លងមកនេះទេបើសិនជាគិតបែបនោះក៏ធ្វើដំណើរបន្តទៅទៀតចុះドライブのコアがエクソスト ស្នូកដារបស់ Exto Strider វាបានត្រឡប់ទៅលោកទីកន្លែងរបស់វាបានហើយ 近づいてきたわ ហើយចុះអេមិកវិញនៅពេលដែលសេកឡាំវាបាត់ទៅហើយតើឋានពរដែលបានបាត់ទៅនឹងនៅពេលនេះតើវាចាំ そ មិន れだ ហើ け យ じゃない កន្លែងនេះគឺអេមិកនិយាយថាឋានពរដែលខ្លួនបានបាត់ទៅនឹងគឺខ្លួនបានទទួលមកវិញហើយហើយអេមិកនៅពេលនេះក៏បានខ្លាចទៅជា resonator របស់Exo Strider នឹងយ៉ាងពេញសិទ្ធម្ដងទៀតគឺអេមិកនិយាយថាទោះបីជារាងកាយរបស់លោកនាងដែលបានបាត់ទៅនឹងវាអាចធ្វើការជួយចូលបានក៏ពិតមែនប៉ុន្តែដោយសារតែការពុតដែលលោកនាងទទួលបាននេះគឺអាចធ្វើការប្រមូលឬមួយក៏អាចធ្វើឲ្យអ្នកដតីហ្នឹងគឺមើលឃើញតែការលោករាងកាយរបស់លោកនាងហើយទៅបានខ្លះ つまり私以外の人間にも姿が見えるようになったってこと កន្លែងអេមិតធ្វើការនិយាយថាអេកុកនេះគឺអាចធ្វើការមើលឃើញតែការលោកនាងបានហើយអេមិតក៏អាចធ្វើការចាញ់ពីទីនេះទៅកាន់ពិភពអង្ការបានដូចគ្នាហើយបន្តទៀតយើងធ្វើការត្រឡប់ទៅកាន់Star Thought Academy វិញអូខេកន្លែងនេះប្រហែលជាយើងចប់ពាក់កណ្ដាលតើជានៅពាក់កណ្ដាលទៀត